ចាសសូមគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏សូមស្វាគមន៍ពុកម៉ែបងប្អូនដែលបានមកកាន់ Channel បង្រៀនភាសាចិនរបស់នាងខ្ញុំតផងដែរអញ្ចឹងមុននឹងចូលសិក្សាមេរៀនយើងក៏សូមពឹងបងប្អូនកុំភ្លេចជួយចុច Subscribe និងរូបសញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានមេរៀនថ្មីៗជាបន្តបន្ទាប់នៅពេលដែលនាងខ្ញុំផុសវីដេអូតោះកុំឲ្យនៅរងចាំយូរយើងចូលសិក្សាមេរៀនយើងទាំងអស់គ្នាខ្ញុំមានមោទនភាពចំពោះអ្នកភាសាចិនគឺយើងអានថា我以你自豪我以你自豪我以你自豪ខ្ញុំមានមោទនភាពចំពោះអ្នកអញ្ចឹងពាក្យថា自豪ហ្នឹងគឺបានន័យថាមោទនភាពណាហ្នឹងហើយអូខេបន្តទៀតយើងចូលទៀតអ្នកឯងក៏មានថ្ងៃនេះដែរភាសាចិនគឺយើងអានថា你也有今天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 អ្នកក៏មានថ្ងៃនេះដែរអូខេបន្តទៀតយើងចូលទៀតអ្នកពិតជាអស្ចារ្យខ្លាំងណាស់ឬក៏អ្នកឯងពិតជាអែមហ្នឹងហើយអូខេអញ្ចឹងយើងអានភាសាចិនទាំងអស់គ្នា你太神奇了你太神奇了你太神奇了អ្នកពិតជាអស្ចារ្យខ្លាំងណាស់អញ្ចឹងពាក្យថាសិនឈីនឹងបានន័យថាអស្ចារ្យណាអូខេអញ្ចឹងយើងចូលបន្តទៀតគួរឲ្យអាម៉ាស់ខ្លាំងណាស់ឬក៏អាម៉ាស់ខ្លាំងពេកណាហ្នឹងហើយអញ្ចឹងហើយភាសាចិនគឺយើងអានថាថៃកានកាលថៃកានកាលថៃកានកាលអាម៉ាស់ខ្លាំងណាស់ឬក៏វាគួរឲ្យអាម៉ាស់ខ្លាំងណាហ្នឹងហើយអញ្ចឹងពាក្យថាកានកាហ្នឹងគឺបានន័យថាអាម៉ាស់ណាហ្នឹងហើយអូខេបន្តទៀតយើងចូលទៀតកុំខ្មាស់អៀនអីភាសាចិនគឺយើងអានថា别害羞了别害羞了别害羞了កុំខ្មាស់អៀនអីអញ្ចឹងពាក្យថា害羞ហ្នឹងគឺបានន័យថាខ្មាស់អៀនណាហ្នឹងហើយអូខេបន្តទៀតយើងចូលទៀតឈប់ត្អូញត្អែទៀតតភាសាចិនគឺយើងអានថា别再抱怨了别再抱怨了别再抱怨了ឈប់ត្អូញត្អែទៀតតអញ្ចឹងពាក្យថាបោយឿនគឺបានន័យថាត្អូញត្អែបោយឿនត្អូញត្អែ别再抱怨了ឈប់ត្អូញត្អែទៀតតអូខេបន្តទៀតយើងចូលទៀតឈប់សួរទៀតថាវាជាកំហុសអ្នកណាយើងអត់ចង់ឲ្យគាត់សួរថាឈប់សួរដេញដោលជាកំហុសអ្នកណាណាហ្នឹងហើយអូខេអញ្ចឹងភាសាចិនគឺយើងអានថា别再说是谁的错别再说是谁的错别再说是谁的错ឈប់សួរទៀតទៅថាវាជាកំហុសអ្នកណាហ្នឹងហើយអូខេបន្តទៀតយើងចូលទៀតឈប់និយាយទៀតទៅគឺបានន័យថាយើងអត់ចង់ស្ដាប់គាត់និយាយឬក៏បានន័យថាយើងចឹងនិយាយថាឈប់និយាយណាហ្នឹងហើយអូខេអញ្ចឹងភាសាចិនគឺយើងអានថា别再说了别再说了别再说了ឈប់និយាយទៀតទៅអូខេបន្តទៀតយើងចូលទៀតឈប់កុហកខ្លួនឯងទៀតទៅគឺយើងអានថា别再骗自己别再骗自己别再骗自己ឈប់កុហកខ្លួនឯងទៀតទៅអូខេបន្តទៀតយើងចូលឃ្លាចុងក្រោយគឺឃ្លាបានន័យថាហាមសេពគប់គ្រឿងញៀនឬក៏ហាមជក់គ្រឿងញៀនហ្នឹងហើយអញ្ចឹងភាសាចិនគឺយើងអានថា禁止吸毒禁止吸毒禁止吸毒ហាមសេពគប់គ្រឿងញៀនអញ្ចឹងពាក្យថាស៊ីទូនោះគឺបានន័យថាជក់គ្រឿងញៀនបើយើងនិយាយពាក្យថាគ្រឿងញៀនឬក៏ថ្នាំញៀនណាគឺយើងអានថាទូភីងហ្នឹងគឺគ្រឿងញៀនឬក៏ថ្នាំញៀនហ្នឹងហើយអូខេអញ្ចឹងមេរៀនយើងដែលបានសិក្សាអំពីឃ្លាទាំងប៉ុន្មាននៅខាងលើនេះក៏បានបញ្ចប់ត្រឹមនឹងផងដែរហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយជាចុងក្រោយសូមកុំភ្លេចជួយចុច Subscribe ឬក៏រូបសញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានមេរៀនថ្មីៗជាបន្តបន្ទាប់នៅពេលដែលនាងខ្ញុំផុសវីដេអូជួបនាងខ្ញុំនៅវីដេអូក្រោយទៀតសូមអរគុណបាយបាយ